ពិតណាស់យើងធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាងទាំងអស់យើងធ្វើការលក់ដូរការទំនាក់ទំនងរៀនសូត្រផ្លាស់ប្ដូរគ្នាទៅវិញទៅមកជាមួយប្រទេសផ្សេងៗលើសកលលោកមិនមែនបានន័យថាដោយសារយើងអត់លទ្ធភាពធ្វើខ្លួនឯងនោះទេបាទនេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើនិងបន្តធ្វើតទៅទៀតពាក់ព័ន្ធនឹងបញ្ហាដោះស្រាយមួយនេះប៉ុន្តែទោះជាយ៉ាងណាក៏ដោយដោយខ្ញុំបានបញ្ជាក់ចឹងយើងនៅតែបន្តគោលការណ៍ស្មារតីសាមគ្គីមិត្តភាពកិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យប៉ុន្តែឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកស្មើភាពគ្នាគោរពអធិបតេយ្យភាពជាតិទៅវិញទៅមកនេះគឺជាមូលដ្ឋាននៃការទំនាក់ទំនងកម្ពុជាជាមួយមិត្តជិតខាងជាមួយនឹងប្រទេសផ្សេងៗទំនាក់ទំនងការទូតល្អផ្អែកទៅលើច្បាប់និងការគោរពឲ្យតម្លៃគ្នាទៅលើទៅមកនេះគឺជាបុរិយលក្ខខណ្ឌនៃការធ្វើទំនាក់ទំនងគ្នាល្អទៅថ្ងៃអនាគតបាទនេះគឺជាកិច្ចការដែលយើងធ្វើ